bạn sắp có một bộ nó kia mà căn video tham mày bà video này cứ chia video đại nhóm ban tàu bọt tòng đạo môn rồi tây tiệt ấy nâu rôm đi than cá cối tại dân tàu nó cứ dân từ khu pi ngày pi rôm đi than tích cái lại cái miền lụa miền cái chọc miền ấy chẳng nào buồn mà rồi cái lại đại miềnตึก hồ sạnแบบนี้hay đạo môn đạo ấy nên cứ sạn bên tên này ngọc ngặt hoặc sơ miền mình ước tếนี่คือ chia อากาศធាតុពេលព្រឹកដែលយើងបានដាក់មកដោះត្រីដល់អីហើយគឺផ្ទៃមេឃគឺស្រស់ស្អាតខ្លាំងមែនទែនជាមួយនឹងថ្មទឹកធម្មជាតិដែលហូរមករហូតនៅលើភ្នំនឹងអញ្ចឹងណាអញ្ចឹងបន្ទាប់ពីពេលព្រឹកយើងដោះត្រីដល់អីបានហើយគឺពួកខ្ញុំធ្វើការដាក់អាំងត្រីដើម្បីហូបជាអាហារពេលព្រឹករបស់យើងគឺត្រីដែលយើងដាក់មកបានហ្នឹងឯងយើងដាក់មកបានច្រើនគួរសមដែរបងប្អូនអរគ្នាបានប្រហែលជាបើថាហូបម្នាក់ឯងឬក៏ពីរនាក់អីក៏អត់អស់ដែរត្រីនឹងយើងអាំងពីរដងអញ្ចឹងណាយើងអាំងឃើញអត់ត្រីក៏តំណងទៀតយើងដាក់ម៉ងកន្លះ3កន្លះ4ហ្នឹងគឺយើងបានត្រីមកល្មមដែលយើងអាចនឹងបើទិញនៅផ្សារ1គីឡូខ្ទង់5-6,000ដែរណាបងប្អូនគ្នាតែពេលយើងមកដាក់បានខ្លួនឯងអញ្ចឹងគឺយើងអស់ថ្លៃសាំងទេអស់សាំងចោលយើងទិញត្រីទៀតបានសាំងជីទៅអញ្ចឹងណាបងប្អូនគ្នាអញ្ចឹងប៉ុន្តែដោយសារតែយើងចង់ទៅកន្លែងដែលមានបរិយាកាសដ៏ស្រស់ស្អាតដែលមានព្រៃឈើដែលមានភ្នំដែលមានទឹកហូរអញ្ចឹងគឺយើងទោះបីជានេះគឺយើងចំណាយទៅដែរហើយពេលព្រឹកគឺថ្ងៃរះមកគឺស្អាតខ្លាំងទេបងប្អូនអរគ្នាហើយបន្ទាប់ពីពួកខ្ញុំបានអាំងត្រីអាំងអីបដៅក៏នឹងគ្នាឡើងទៅបេះភ្ញៀវនៅខាងលើទំនប់ដែលមានទំនប់មួយរាងខ្ពស់ដែរឡើងមកដល់គឺសម្បូរមានដើមភ្ញៀវម្ដងបងប្អូនអរគ្នាហើយដើមភ្ញៀវហ្នឹងគឺផ្លែច្រើនខ្លាំងមែនទែនផ្លែនេះគឺថាបើសិនជាយើងហូបនិយាយទៅបេះមកការុងក៏អត់អស់ដែរបាទមកកាតេអត់អស់ទេនិយាយទៅច្រើនខ្លាំងមែនទែនហើយមិនមែនតែម្ដងទេបងប្អូនអរគ្នាគឺថាច្រើនដើមខ្លាំងមែនទែនភ្ញៀវនេះច្រើនដើមហើយសំខាន់គឺផ្លែឡើងក្តៀនបាទឡើងក្តាំងតែម្ដងហើយអ្វីដែលសំខាន់គឺជូរអែមឆ្ងាញ់បាទអត់ជូរខ្លាំងតែម្ដងទេគឺជូរអែមឆ្ងាញ់មែនទេហើយអាផ្លែណាហ្នឹងគឺផ្អែមខ្លាំងតែម្ដងហើយផ្លែវាធំទេបងប្អូនអរគ្នាអញ្ចឹងគឺថាដើមវានេះ4-5ដើមអញ្ចឹងទៅតែដើមនេះរៀងអស់ដោយសារវាឡើងស្រួលវាស្រួលឡើងអញ្ចឹងទៅគេឡើងបេះអស់ហើយដល់ពេលដើមទូចមិញគឺវាទូចហើយខ្ពស់ទៀតអញ្ចឹងណាបងប្អូនគ្នាអញ្ចឹងរៀងពិបាកឡើងបេះអញ្ចឹងទៅសល់ឲ្យថតពីលើទៅឃើញទេសភាពភ្នំបាទស្អាតខ្លាំងទេបងប្អូនគ្នាបរិយាកាសជុំវិញនេះហើយបងប្អូនមើលទៅផ្លែក៏ដឹងដែរនេះយកទៅសាប់ទៅថតនៅលើអញ្ចឹងបន្ទាប់ពីបេះបានហើយគឺមកដល់អង្គុយមើលទឹកយកមកអង្គុយញ៉ាំលេងនឹងមើលទឹកអីយើងបេះមួយថងទេបាទធ្វើបិទតាភ្ញៀវនឹងផ្លែច្រើនមែនក៏តែគឺថាគឺយើងបេះតែមួយថងទេអត់ចង់បានច្រើនទេយកមកអង្គុយញ៉ាំលេងនៅមើលទឹក2នាក់3នាក់យ៉ាងឆ្ងាញ់ខ្លាំងមែនទេបាទចុចមើលពេលមកទេមកគឺញ៉ាំឲ្យស្ដាប់សំឡេងទឹកហូរធម្មជាតិគឺថា the best បងប្អូនអរគ្នាមិនដឹងថាឥឡូវនេះអស់ហើយដឹងអីទេបងប្អូនអរគ្នាហើយវីដេអូនេះខ្ញុំថតដូចជា7-8ថ្ងៃមុនអូបញ្ចូល10ថ្ងៃបងប្អូនអរគ្នាចូល10ថ្ងៃហើយមិនដឹងថាឥឡូវមិនដឹងថាអស់ឬក៏អត់ទេអញ្ចឹងអាកាសក្រោយបើសិនជាមួយសប្តាហ៍អីទៀតអាចនឹងទៅទៀតចាំមើលថាអស់ហើយឬក៏អត់អញ្ចឹងណាភ្ញៀវហ្នឹងហើយបរិយាកាសដូចថាខ្ញុំបងប្អូនអរគ្នាពេលដែលពួកខ្ញុំត្រឡប់មកវិញណាហើយវីដេអូហ្នឹងគឺកាត់ខ្លីៗបងប្អូនគ្នាដោយសារតែវាពេញ memory ដែលខ្ញុំថតលុបអញ្ចឹងណាហើយនេះបរិយាកាសភ្នំអូបងស្អាតខ្លាំងណាភ្នំជ្រាវនេះយើងមើលពីឆ្ការក្រួយទៅឃើញភ្នំជ្រាវឃើញជើងភ្នំអូរ៉ាល់អញ្ចឹងណាល្អអាកាសធាតុហើយមកវិញគឺជ្រោកភ្លៀងផ្ទះពូហើយពូគាត់បានបេះស្វាយអោយគាត់ចិត្តល្អខ្លាំងមែនទេបងប្អូនគ្នាគាត់អោយផ្ទះជ្រោកហើយគាត់បេះស្វាយនេះគេហៅស្វាយខ្ទិះបងប្អូនគ្នាស្វាយខ្ទិះដោយសារតែញ៉ាំទៅគឺខ្ទិះឆ្ងាញ់ខ្លាំងមែនទេអាពេលវាផ្អែមហ្នឹងណាពេលវាផ្អែមពេលវាទុំហ្នឹងគឺឆ្ងាញ់ខ្លាំងមែនទេហើយក៏កាត់មកដល់កន្លែងនេះវិញបងប្អូនគ្នាផ្លេចនេះគឺជាកន្លែងដែលយើងដើរលេងហើយប៉ះទឹកធ្លាក់ល្អមែនទេហើយសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនគ្នាចង់បង្ហាញបងប្អូនពីបរិយាកាសដែលពួកខ្ញុំបានជួបនៅពេលដែលពួកខ្ញុំទៅដាក់មងរ៉ូត្រីហ្នឹងគឺស្រស់ស្រាយខ្លាំងប៉ុណ្ណាហើយអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទហើយនឹងមានវីដេអូក្រោយទៀតដែលមានសកម្មភាពល្អអញ្ចឹងបាយបងប្អូនអរគ្នាអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាយ